ប្រហិតគ្រឿងត្រីឆ្លាតជាតិញ៉ាំផ្ទាប់ជាមួយនឹងជ្រក់ល្ហុងស្រួយៗហើយមានបន្ថែមម្ទេសហឹរៗរសជាតិឆ្ងាញ់លេខ1សួស្តីបងប្អូនក្នុងវីដេអូខ្ញុំបន្តិចទៀតនេះខ្ញុំនឹងបង្ហាញបងប្អូនពីវិធីកោសយកសាច់ត្រីឆ្លាតដើម្បីយកមកធ្វើប្រហិតលាយជាមួយនឹងគ្រឿងសម្រាប់ចៀនញ៉ាំផ្ទាប់ជាមួយនឹងជ្រក់ល្ហុងព្រមជាមួយនឹងតិចនិចក្នុងការធ្វើឲ្យសាច់ប្រហិតត្រីរបស់យើងនឹងឡើងស្វិតល្អដោយមិនមានបន្ថែមម្សៅជំហានដំបូងនោះគឺការធ្វើជ្រក់ល្ហុងខ្ញុំប្រើល្ហុងមួយផ្លែតូចដែលសគាតិចខ្ញុំយកល្ហុងនេះមកឈូសកាត់ទៅទើងស្ដើងបងប្អូនអាចឈូសវាជាសរសៃវិញក៏បានដែរទៅតាមការចូលចិត្តរបស់បងប្អូនបន្តមកទៀតនឹងគឺមានការ៉ុតសម្រាប់ការ៉ុតនេះខ្ញុំឈូសផ្នែកខាងក្រៅវាសិនបន្តមកទៀតទើបខ្ញុំឈូសវាកាត់ទៅទើងដើម្បីឲ្យវាចេញរាងដូចជាផ្កាការ៉ុតហើយនិងល្ហុងបន្ទាប់ពីបានឈូសហើយនេះខ្ញុំយកវាមកត្រាំទឹកអំបិលដោយប្រើបរិមាណអំបិល1ស្លាបព្រាបាយនិងដាក់ត្រាំវាចោលប្រហែលជា20នាទីសិនដើម្បីឲ្យការ៉ុតហើយនិងល្ហុងនោះវាអស់ជាតិកំពុលបន្លែសម្រាប់ធ្វើជ្រក់បន្តមកទៀតនោះគឺមានត្រសក់សម្រាប់ត្រសក់នេះដែរខ្ញុំហាន់វាជាបញ្ឆិតបងប្អូនអាចហាន់ជាចង្វាមូលឬក៏ហាន់ទៅតាមទម្លាប់របស់បងប្អូនបន្តមកទៀតនោះគឺមានខ្ញីមួយកូនដុំតូចខ្ញុំយកខ្ញីនេះមកហាន់ជាសរសៃតូចបន្តិចគ្រឿងផ្សំសម្រាប់ធ្វើទឹកជ្រក់វិញមានដូចជាខ្ទឹមសនេះខ្ញុំយកវាមកហាន់កាត់ទៅទើងជាបន្ទះស្ដើងហើយបន្តមកទៀតនោះគឺមានខ្ទឹមក្រហមសម្រាប់ខ្ទឹមក្រហមនេះដែរខ្ញុំក៏ហាន់វាជាបន្ទះស្ដើងដូចគ្នាដែរហើយសម្រាប់ការធ្វើជ្រក់នេះដែរបងប្អូនអាចប្រើជាក្រូចឆ្មាដូចខ្ញុំបែបនេះក៏បានឬក៏ប្រើជាទឹកខ្មេះជំនួសឲ្យក្រូចឆ្មាវិញក៏បានដែរឥឡូវនេះខ្ញុំចាប់ផ្ដើមលាយគ្រឿងធ្វើទឹកជ្រក់ដែលមានដូចជាស្ករស3ស្លាបព្រាអំបិល1ស្លាបព្រាកាហ្វេទឹកត្រីចំនួន2ស្លាបព្រាហើយនិងក្រូចឆ្មាចំនួន2ផ្លែខ្ញុំកូរឲ្យគ្រឿងទាំងអស់ហ្នឹងវារលាយចូលគ្នាល្អសិនទើបបន្តមកទៀតខ្ញុំដាក់ខ្ទឹមសជាមួយនឹងខ្ទឹមក្រហមចូលទៅក្នុងទឹកជ្រក់នេះហើយខ្ញុំទុកវាមួយសន្ទុះសិនដើម្បីឲ្យខ្ទឹមសហើយនិងខ្ទឹមក្រហមហ្នឹងវាបាត់ជាតិហាងខ្លះងាកមកមើលល្ហុងហើយនិងការ៉ុតដែលបានត្រាំទឹកអំបិលបងប្អូនខ្ញុំស្រង់វាយកមកលាងជាមួយនឹងទឹកធម្មតាហើយបន្ទាប់មកទៀតនោះគឺខ្ញុំពូតវាឲ្យស្រស់ទឹកមុននឹងយកវាមកប្រើការល្ហុងដែលបានពូតទឹកអស់ហើយហ្នឹងខ្ញុំយកវាមកលាយជាមួយនឹងត្រសក់ខ្ញីព្រមជាមួយនឹងទឹកជ្រក់ដែលបានលាយមុននេះខ្ញុំច្របល់ឲ្យគ្រឿងទាំងអស់ហ្នឹងព្រមជាមួយនឹងបន្លែហ្នឹងវាចូលជាតិគ្នាបានល្អជ្រក់យើងហ្នឹងមិនទាន់អាចយកមកញ៉ាំភ្លាមបានទេគឺត្រូវរក្សាទុកនៅក្នុងទូទឹកកក4ទៅ5ម៉ោងសិនដើម្បីឲ្យវាចូលជាតិបានល្អហើយនឹងស្រួយឆ្ងាញ់ផងដែរខ្ញុំប្រើត្រីឆ្លាតដែលនៅស្រស់បែបនេះសម្រាប់យកមកកោសប្រហិតដើម្បីឲ្យប្រហិតរបស់យើងនឹងមិនមានក្លិនឆ្អាបប៉ុន្តែខ្ញុំត្រូវយកត្រីនេះទៅក្លាសេ4ទៅ5ម៉ោងសិនដើម្បីឲ្យស្រួលកោសយកសាច់វាហើយនេះបងប្អូនត្រីឆ្លាតដែលខ្ញុំបានក្លាសេ4ទៅ5ម៉ោងសាច់វានៅស្រស់ហើយយើងអាចយកវាមកកោសយកសាច់បានហើយសម្រាប់ការវះត្រីឆ្លាតដើម្បីកោសសាច់ហ្នឹងគឺខ្ញុំវះវាពីចំហៀងពោះទៅមុនដោយឈោតពីកន្ទុយឡើងមកលើម្ដងមួយចំហៀងត្រីដែលបានវះហើយហ្នឹងខ្ញុំចាប់ផ្ដើមយកវាមកកោសយកសាច់តែខ្ញុំប្រើស្លាបព្រាកោសយកសាច់វាម្ដងបន្តិចសម្រាប់ការកោសយកសាច់ត្រីឆ្លាតនេះដែរបងប្អូនកុំសង្កត់វាខ្លាំងពេកព្រោះវាអាចដោយឆ្អឹងជាប់ជាមួយនឹងសាច់ត្រីឆ្លាតនេះហើយនេះបងប្អូនគឺជាសាច់ត្រីដែលយើងកោសបានដោយសារតែយើងប្រើត្រីស្រស់ហើយនេះសាច់ត្រីដែលយើងកោសមកហ្នឹងគឺវាមានពណ៌ភ្លឺថ្លាល្អមែនតើ
សាច់ត្រីឆ្លាតនេះបន្ទាប់ពីកោសហើយវានៅសល់ទម្ងន់ប្រហែលជា3ខាំបងប្អូនខ្ញុំយកវាមកលាយគ្រឿងឲ្យហើយដែលមានដូចជាទឹកស៊ីអ៊ីវ1ស្លាបព្រាបាយហើយនឹងប្រេងខ្យង1ស្លាបព្រាបាយខ្ញុំជ្រុំសាច់ប្រហិតជាមួយនឹងគ្រឿងទាំងអស់ហ្នឹងរហូតទាល់តែវាចូលគ្នាបានល្អសម្រាប់រសជាតិប្រហិតត្រីនេះដែរខ្ញុំមិនលាយវាមានរសជាតិដិតពេកទេខ្ញុំលាយវាមានរសជាតិឡមៗតែប៉ុណ្ណោះដោយសារតែប្រហិតត្រីហ្នឹងយើងញ៉ាំជាមួយនឹងជ្រក់ហើយនេះបងប្អូនបន្ទាប់ពីបានជ្រុំវាមួយសន្ទុះហ្នឹងសាច់ប្រហិតហ្នឹងឡើងស្វិតល្អហើយអាហ្នឹងដោយសារតែយើងយកសាច់ត្រីឆ្លាតហ្នឹងទៅក្លាសេជាមុននឹងយើងយកវាមកកោសអញ្ចឹងហើយសាច់ប្រហិតយើងងាយនឹងឡើងស្វិតល្អមែនតើយើងធ្វើបែបនេះយើងមិនចាំបាច់បន្ថែមម្សៅឬក៏មិនចាំបាច់យកវាទៅវាយរយៈពេលយូរទេបងប្អូនអាចសម្គាល់បានប្រហិតត្រីនៅពេលដែលវាឡើងស្វិតគឺសាច់ត្រីហ្នឹងស្អិតជាប់ស្លាបព្រាយើងតែម្ដងប្រហិតត្រីហ្នឹងតាមពិតតែប៉ុណ្្នឹងគឺយើងអាចយកវាមកចៀនបានហើយតែដោយសារតែខ្ញុំចង់ឲ្យវាកាន់តែស្វិតល្អថែមទៀតខ្ញុំយកវាទៅទុកក្នុងទូទឹកកកមួយសន្ទុះសិននិងងាកមករៀបចំគ្រឿងសម្រាប់យកមកលាយជាមួយនឹងប្រហិតនេះសម្រាប់ផ្នែកគ្រឿងបុករបស់យើងហ្នឹងគឺមានគល់ស្លឹកគ្រៃដែលខ្ញុំហាន់វាជាបន្ទះស្ដើងល្មមរំដេងក៏ដូចគ្នាដែរខ្ញុំហាន់វាជាបន្ទះស្ដើងល្មមសម្រាប់ស្លឹកក្រូចសើចវិញខ្ញុំហាន់វាជាសរសៃស្ដើងហើយគ្រឿងផ្សំបន្ទាប់មកទៀតហ្នឹងគឺមានល្មៀតខ្ទឹមសហើយនិងខ្ទឹមក្រហមហើយឥឡូវនេះបងប្អូនខ្ញុំចាប់ផ្ដើមបុកគ្រឿងដោយខ្ញុំបុកគ្រឿងគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចនិងល្មៀតមុនគេពេលដែលគ្រឿងនេះបានបុកម៉ត់ហើយទើបខ្ញុំបន្ថែមខ្ទឹមសជាមួយនឹងខ្ទឹមក្រហមបុកជាមួយនឹងគ្រឿងទាំងអស់ហ្នឹងហើយខ្ញុំបន្តបុកវាមួយសន្ទុះទៀតដើម្បីឲ្យខ្ទឹមសហើយនិងខ្ទឹមក្រហមហ្នឹងបានម៉ត់ល្អដែរនៅពេលដែលគ្រឿងនេះបានបុករួចហើយខ្ញុំយកប្រហិតត្រីឆ្លាតហ្នឹងមកលាយជាមួយនឹងគ្រឿងហ្នឹងនិងបន្តបុកវាមួយសន្ទុះទៀតរហូតដល់តែសាច់ត្រីជាមួយនឹងគ្រឿងហ្នឹងវាចូលគ្នាបានល្អហើយនេះបងប្អូនសាច់ត្រីឆ្លាតហ្នឹងវាបានចូលគ្នាល្អជាមួយនឹងគ្រឿងហើយវាក៏បានស្វិតល្អមែនតើតែប៉ុណ្ណេះគឺយើងអាចយកវាមកចៀនបានហើយខ្ញុំចាប់ផ្ដើមដាក់ប្រេងឲ្យបានក្តៅជាមុនសិនហើយនៅពេលដែលប្រេងនេះឡើងក្តៅហើយគឺខ្ញុំបន្ថយភ្លើងឲ្យបានតូចបន្តិចបន្ទាប់មកទៀតគឺខ្ញុំដាក់ប្រហិតចូលហើយខ្ញុំដាក់វាជាដុំបែបនេះបន្ទាប់មកទៀតទើបខ្ញុំប្រើវែកសង្កត់វាឲ្យវាចេញរាងសំប៉ែតរូបរាងប្រហិតចៀននេះបងប្អូនអាចចៀនយ៉ាងម៉េចក៏បានដែរបងប្អូនចង់ចៀនបែបនេះក៏បានចង់ចៀនជាបន្ទះធំជានេះក៏បានឬក៏ចៀនជាដុំវែងក៏បានប្រហិតត្រីដែលបានចៀនក្រៀមហើយនឹងខ្ញុំស្រង់វាចេញយកមកដាក់កញ្ច្រែងដែលខ្ញុំមានប្រើក្រដាសទ្រាប់ពីក្រោមបែបនេះដើម្បីឲ្យវាជួយបឺតជាតិខ្លាញ់តែប៉ុណ្ណេះប្រហិតគ្រឿងត្រីឆ្លាតហ្នឹងគឺបានចៀនរួចរាល់ហើយបងប្អូនញ៉ាំវាជាមួយនឹងជ្រក់ល្ហុងរសជាតិវាត្រូវគ្នាខ្លាំងមែនតើខ្ញុំសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូមួយនេះសូមអរគុណច្រើនសម្រាប់ការទស្សនានិងជួបគ្នានៅក្នុងវីដេអូក្រោយទៀត